Liên kẹn nàyประมาณวิธีเมียนวงกระจอกដើម្បីកណនីប្រមាណវិធីមានវងកញ្ចក់ដំបូងបង្អស់គឺយើងត្រូវកណនីនៅក្នុងវងកញ្ចក់សិនណាអញ្ចឹងយើងកណនីនៅក្នុងវងកញ្ចក់សិនហើយយើងទុកវងកញ្ចក់ឲ្យនៅដដែលសិនណាអញ្ចឹងមកស្មើ2វងកញ្ចក់នេះគឺយើងកណនីមកយក2មកដក3សញ្ញាយកតាមលេខធំគឺចេញសញ្ញាដកយកលេខធំដល់លេខតូច1តមកបានដកជាមួយនឹង2អត់តន់កណនីទេយើងកណនីក្នុងវងកញ្ចក់នេះសិនយក3ដក4អញ្ចឹង3ដក4គឺយកសញ្ញាតាមលេខធំលេខ4ហ្នឹងសញ្ញាដកយកលេខធំដល់លេខតូចសល់1បន្តមកទៀតគឺយើងសង្កេតឃើញថានេះគឺប្រមាណវិធីគុណនេះប្រមាណវិធីគុណណាហើយនេះក៏ប្រមាណវិធីគុណដែរអញ្ចឹងយើងធ្លាប់បានរៀនហើយគុណណាគុណលេខដែលមានសញ្ញាបូកដក2នេះមានន័យថាសញ្ញារបស់វាសញ្ញាបូក1ហ្នឹងសញ្ញារបស់វាសញ្ញាដកអញ្ចឹងយើងយកបូកគុណនឹងដកចេញអីគេចេញដកតមកយក2គុណនឹង1 2ខាងនេះដូចគ្នាគឺយកដក2គុណនឹងដក1ដកគុណដកបូក2គុណនឹង1 2អញ្ចឹងដក2បូក2ស្មើ0ណានេះស្មើ0តែឥឡូវយើងមើលលំហាត់លេខ2ម្ដងអញ្ចឹងយើងកណនីនៅក្នុងវងកញ្ចក់សិនមកតោះដក5បូក8ស្មើប៉ុន្មានបាទអញ្ចឹងដក5តូចជាងបូក8អញ្ចឹងយកសញ្ញាតាមលេខធំសញ្ញាបូកយកលេខធំដល់លេខតូច8ដក5សល់3 7នេះដកអញ្ចឹងលេខហ្នឹងធំអញ្ចឹងយកសញ្ញាតាមលេខធំយកលេខធំដល់លេខតូច7ដក2សល់5បន្តមកទៀតដកជាមួយនឹង4ខាងនេះគឺ6ដកជាមួយនឹង2ណាស្មើ4អញ្ចឹងអានេះយើងយកបូក3គុណនឹងដក5អញ្ចឹងបូកគុណដកចេញដក3គុណនឹង5 15អានេះដកគុណនឹងបូកណាចេញដក4គុណនឹង4 16បាទនេះយើងដឹងហើយថាដកហើយដកទៀតដកហើយដកថែមអញ្ចឹងស្មើនឹងដកយកអានេះបូកគ្នាមកបាន31អញ្ចឹងចម្លើយគឺស្មើនឹងដក31តែយើងដឹងវិធីធ្វើហើយយើងចាប់ផ្ដើមសាកល្បងលេខ3រហូតដល់លេខ5នេះ